សួស្តីបងប្អូនអរគ្នាវិលកាន់វីដេអូវគ្គបន្តទៀតគឺអត្ថប្រយោជន៍នៃកន្លឹះខ្លីៗរបស់លេង JX2 Ribbon ដើម្បី save ពេលវេលាឲ្យបានច្រើនអូខេមកចូលដល់វីដេអូតែម្ដងគឺខ្ញុំបង្ហាញពីការដាំផ្កាដែលឲ្យចំណេញពេលណាបងប្អូនណាបងប្អូនអរគ្នាគឺដាំផ្កាចំណេញពេលគឺយើងត្រូវឆ្លាតដែរការលេងJX នេះគឺបងប្អូនទី1បងប្អូនមានទឹកផ្កាទី2បងប្អូនមានផ្កាទី3បងប្អូនមានផ្កាដាំនៅក្នុងក្រុង ការនៅក្នុងក្រុងនេះគឺផ្កានេះគឺដាំបានតែ3ក្រុងទេដូចវីដេអូខាងដើមចឹងមានប៉េជីងឆិនឌូហើយនិងកួងជូវអូខេហើយផ្កានេះគឺដាំនៅក្នុងក្រុងហើយទី1ប្រាចាគឺបងប្អូនប្រើពេលវេលាគឺនៅជាមួយគ្នាតែម្ដងគឺសេលបងប្អូនកុំឲ្យនឹងដាំម្នេះផងហើយចាំម៉ោងក្រោយដាំម្នេះហើយចាំម៉ោងក្រោយតាមធ្វើអានេះអញ្ចឹងខាត់ពេលបាត់ហើយខ្វេះអញ្ចឹងបងប្អូនគួរតែលេងឆ្លាតដែរបងប្អូនត្រូវ save ពេលវេលាអញ្ចឹងពេលវេលានៃការលេងរបស់យើងគឺអឺតិចតួចសម្រាប់យើងបំផុតពេលខ្លះយើងឆ្លៀតពេលយើងគួរតែលេងដើម្បីឲ្យចំណេញពេលវេលាតែម្ដងទៅអូខេឥឡូវយើងចូលទៅដល់ឧទាហរណ៍ថាខ្ញុំដាំផ្កានេះមួយអូខេអញ្ចឹងអានេះ NPC ហ៎បងប្អូនណា NPC ប្រាចាឥឡូវខ្ញុំដាំប្រាចាមុនខ្ញុំដាំប្រាចានេះណាអញ្ចឹងខ្ញុំដាំប្រាចាមុនអូខេអញ្ចឹងខ្ញុំដាំប្រាចាមួយចូលកន្លែងនេះcome to the win នេះទី3ទី1ទី2ទី3អូខេអញ្ចឹង1នាទីចុងក្រោយបានថាអញ្ចឹង1នាទីចុងក្រោយបានយើងទទួលបានអូខេ60វិនាទីហើយបន្តមកទៀតយើងដក clear យើងដាំផ្កាមួយមកអូខេដាំផ្កាមួយមកកុំដាក់ជាន់គ្នាបងប្អូនណាកុំដាក់ដាំហើយដាំជាន់គ្នាផ្កាមួយទៀតអូខេយើងដាំផ្កាមួយទៀតអូខេអញ្ចឹងយើងកម្រិត3ហ្នឹងឃើញទេ mission របស់យើងគឺ3ទី1ទី2ទី3អូខេអញ្ចឹងផ្កានេះអស់ទឹកយើងដាក់ទឹកមកអូខេអស់ទឹកយើងដាក់ទឹកមកអូខេអានេះអស់ទឹកយើងដាក់ទឹកមកអញ្ចឹងណាឃើញទេយើងមើលនាទីអានេះយើងដោយសារយើងមើលនាទីអត់ដឹងទេអញ្ចឹងយើងអាចចុចឆែកបានបងប្អូនណាយើងអាចចុចឆែកបានគឺយើងឃើញនាទី15 second ទៀតគឺយើងអាចទទួលបាន experience ហើយអញ្ចឹងលេងបែបហ្នឹងគឺលេងចំណេញពេលបងប្អូនណាលេងត្រូវឆ្លាតដែរបងប្អូនត្រូវឆ្លាតដែរទី2ផ្កាអស់ទឹកយើងដាក់អស់ទឹកមកយើងដាក់ទឹកមកបងប្អូនពេលខ្លះវាផ្កាវាគៀងអញ្ចឹងយើងត្រូវការឆ្លាតដែរត្រូវការគៀកវាហ្នឹងទៅគឺដាក់ទឹកបានណាអូខេផ្កាខ្លះលឿននាទីលឿនបងប្អូនខ្លះណានាទីលឿនមែនតើគឺយើងដាក់បានណាហើយយើងដាំផ្កាមកអានេះយើងទៅចុចទទួលបឹបអូខេយើងទទួលបាន experience អូខេតោះមកយើងដាំទៀតមកនេះទី2មកយើងដាំទៀតអូខេបងប្អូនយល់ហើយណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំដូចជាប្រាចាខ្ញុំអស់មិញអញ្ចឹងខ្ញុំនេះប្រាចារបស់ខ្ញុំនៅក្នុងឃ្លាំងអូខេខ្ញុំដាំទៀតខ្ញុំដាំទៀតមកអូខេអញ្ចឹងរងចាំ30 second អូខេអញ្ចឹងបន្តទៀតផ្កានេះប្រយ័ត្នមែនតើបងប្អូនខ្លះណាដាច់ទេបងប្អូនណាដាច់អស់ទឹកអញ្ចឹងយើងមើលមែនតើនេះអូខេអញ្ចឹងផ្កាខ្លះអស់ទឹកលឿនអូខេអញ្ចឹងយើងចាប់មួយមិញផ្កាមិញយើងបាន experience មួយហើយអញ្ចឹងយើងដាក់ផ្កាមកទៀតមកដាំផ្កាមួយទៀតមកអូខេយើងដាំទៀតឃើញទេយើងដាំទៀតមកអត់មានប្របាកអីទេអញ្ចឹងយើងលេងបែបហ្នឹងគឺ save ពេលវេលាតែច្រើនមែនតើ26 second ទៀតអញ្ចឹងបងប្អូនដាំទី1ប្រាចាទី2តានៅផ្កានេះទី3ផ្កានៅក្នុងក្រុងនេះឃើញទេយើងទទួលបាន experience អញ្ចឹងល្អមែនតើបងប្អូនគឺអានេះយើងបាន rep 5ណា rep 5 rep ហាត់ skill នឹងឯងពេលខ្លះណាយើងដាំផ្កាបាន experience ហើយបាន rep ទៀតហើយសួរតានេះមកយើងទទួលបាន experience ទៀតតោះណាបងប្អូនគ្នាអញ្ចឹងមានតែ3ហ្នឹងបងប្អូនដែល save ពេលវេលាបានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាចង់ឲ្យខ្ញុំផលិតវីដេអូអីផ្សេងទៀតបងប្អូនអាចសួរនាំពី comment នៅក្នុងខាងក្រោមទៅខ្ញុំនឹងប្រាប់ធ្វើវីដេអូប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអូខេអរគុណបងប្អូនទាំងអស់គ្នា